សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំម្ដងទៀតហើយប៉ុន្តែមុននឹងចូលដល់សាច់រឿងសូមពឹងអ្នកទាំងអស់គ្នាមួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយក៏ដូចជា Follow Facebook Page របស់ខ្ញុំម្នាក់មួយផងតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងទៅទស្សនាសាច់រឿងទាំងអស់គ្នាណាគឺជាសមាជិកនៃពូជសាសន៍ Leonid ដែលជាសត្វពាហនៈមានរូបរាងតូចច្រឡឹងត្រចៀកធំនិងកន្ទុយវែងពួក Leonid រស់នៅក្នុងព្រៃពន្លឺព្រះច័ន្ទដែលជាតំបន់អាថ៌កំបាំងនិងពោរពេញដោយថាមពលធម្មជាតិបើនិយាយឲ្យកាន់តែច្បាស់ទៅធម្មជាតិរបស់ពូជសាសន៍នេះគឺចូលចិត្តភាពស្ងប់ស្ងាត់រស់នៅដោយសន្តិភាពនិងមានទេពកោសល្យពីកំណើតក្នុងការប្រើប្រាស់ថាមពលវិញ្ញាណណាជាក្មេងម្នាក់ដែលរស់រាយរាក់ទាក់តែងជួយយកអាសារដល់អ្នកដទៃគឺជាក្មេងដែលចង់ចេះចង់ដឹងរឿងដែលប្លែកខុសពី Leonid ដទៃទៀតណាកើតមកជាមួយនឹងថាមពលដ៏ខ្លាំងក្លាតាំងពីតូចមកនាងមិនអាចគ្រប់គ្រងថាមពលខ្លួនឯងបានឡើយរាល់ពេលដែលនាងសោកយំឬខឹងថាមពលវេទមន្តក្នុងខ្លួននាងនឹងផ្ទុះឡើងដែលជាហេតុបង្កឲ្យមានព្យុះឬការផ្លាស់ប្ដូររូបរាងវត្ថុជុំវិញខ្លួនដោយអចេតនាដោយសារតែខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកភូមិណាក៏បានសម្រេចចិត្តចាកចេញពីផ្ទះដើម្បីរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯងខណៈពេលដែលណាកំពុងតែរស់នៅក្នុងព្រៃតែម្នាក់ឯងណាក៏បានជួបនឹងម៉ូលីណាបើនិយាយពីម៉ូលីណាវិញជាសត្វដែលមានចរិតក្រពើនិងមានមន្តអាគមប្លែកៗតាំងពីពេលនោះមកពួកគេទាំងពីរបានលេងសើចនិងដេញចាប់គ្នាប៉ុន្តែយូរទៅពួកគេបានក្លាយជាមិត្តភក្តិដ៏ល្អម្នាក់ដែលមិនអាចខ្វះគ្នាបានម៉ូលីណាបានបង្រៀនណាឲ្យស្គាល់ពីវិធីប្រើប្រាស់ថាមពលធម្មជាតិដើម្បីបង្ក្រាបកំហឹងក្នុងចិត្តក្រោមការណែនាំពីម៉ូលីណានាងបានរៀនពីរបៀបបំផ្លែងថាមពលដែលធ្លាប់តែបំផ្លិចបំផ្លាញឲ្យទៅជាមន្តអាគមដែលអាចប្រែក្លាយសត្រូវឲ្យទៅជាសត្វតូចដែលគ្មានគ្រោះថ្នាក់ក្នុងកំឡុងពេលធ្វើដំណើរនាងបានជួយសង្គ្រោះអ៊ីរ៉ាថែលនិងខ្លារបស់នាងឈ្មោះលីអូដែលរងរបួសធ្ងន់មិត្តភាពរវាងពួកគេទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្រោយមកដោយមានការលើកទឹកចិត្តពីមិត្តភ័ក្តិនិងចង់ឃើញពិភពលោកដ៏ធំទូលាយណាក៏បានសម្រេចចិត្តចាកចេញពីព្រៃពន្លឺព្រះច័ន្ទធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកខាងក្រៅដោយណាធ្វើដំណើរជុំវិញ Land of Dawn ក្នុងគោលបំណងស្វែងរកមិត្តភ័ក្តិថ្មីនិងប្រើប្រាស់អំណាចវេទមន្តរបស់នាងដើម្បីការពារសន្តិភាពទោះបីជានាងនៅតែមានចរិតក្មេងខ្ចីនិងចូលចិត្តបង្កភាពវឹកវរតិចតួចក៏ដោយហើយសាច់រឿងរបស់ណាក៏ត្រូវបានមកដល់ទីបញ្ចប់ត្រឹមហ្នឹងប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំសម្រាយពីសាច់រឿងតួអង្គដទៃទៀតអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូនឹងបាន